សញ្ញាបញ្ជាក់ថាកុមារមានភាសាយឺតយ៉ាវឬក៏ការអភិវឌ្ឍផ្នែកភាសាមិនសមស្របទៅតាមអាយុរបស់កុមារដែលហៅថា sign of languages delay ហើយឆ្លៀតឱកាសនៅក្នុងឆ្នាំថ្មីនេះដែរសូមជូនពរឲ្យបងប្អូននៅក្នុងទូទាំងពិភពលោកជួបតែសំណាងល្អជួបតែសេចក្តីសុខតកតងជាមួយនឹងភាសានិយាយរបស់កុមារគេគិតទៅលើពីកត្តាធំៗទី1គេថា receptive languages delay គឺមានន័យថាសមត្ថភាពក្នុងការយល់ភាសារបស់កុមារហ្នឹងគឺគាត់អត់សមស្របទៅតាមអាយុឬក៏គេហៅថាឬក៏សមត្ថភាពក្នុងការយល់អំពីភាសាគឺវាយឺតយ៉ាវចំណុចទី2គឺគេគិតទៅលើ expressive languages delay បានន័យថាសមត្ថភាពរបស់កុមារក្នុងការប្រើប្រាស់ភាសាឬក៏ការនិយាយភាសាគឺវាអត់សមស្របទៅតាមអាយុរបស់កុមារតកតងជាមួយនឹងចំណុចទី1គេហៅថា receptive languages delay គឺសមត្ថភាពកុមារនៅក្នុងការយល់អំពីភាសាគឺវាអត់សមស្របទៅតាមអាយុរបស់កុមារគឺសមត្ថភាពក្នុងការយល់អំពីភាសារបស់កុមារគឺមានការយឺតយ៉ាវដូច្នេះគេបានសង្កេតទៅលើចំពោះកុមារអាយុ1ឆ្នាំគឺស្មើ12ខែប្រសិនបើគាត់អត់ចាំឈ្មោះខ្លួនឯងឬក៏អត់ស្គាល់ឈ្មោះខ្លួនឯងថាជានរណាឈ្មោះអីនោះទេគឺគាត់ជាប្រភេទកុមារដែលគេចាត់ទុកជាកុមារដែលខ្សោយក្នុងការយល់អំពីភាសាចំពោះកុមារអាយុ15ខែវិញនៅពេលដែលឪពុកម្ដាយចង្អុលទៅវត្ថុមួយឬក៏ហៅឈ្មោះវត្ថុមួយក្នុងគោលបំណងឲ្យគាត់ក្រឡេកមើលទៅវត្ថុនោះឬក៏ឲ្យចង្អុលទៅនឹងវត្ថុនោះតាមតែកុមារគាត់អត់ចេះចង្អុលហើយក៏គាត់អត់ចេះក្រឡេកទៅមើលនៅពេលដែលឪពុកម្ដាយហៅឈ្មោះវត្ថុនោះដែរចំពោះកុមារអាយុ18ខែវិញគឺកុមារនៅតែអត់ទាន់ចេះធ្វើតាមការណែនាំរបស់ឪពុកម្ដាយឬក៏របស់អ្នកជុំវិញខ្លួនបានន័យថាគាត់អត់ទាន់យល់អំពីភាសានោះទេគឺមិនទាន់យល់ថាគេឲ្យគាត់នឹងធ្វើអ្វីដូច្នេះគឺគាត់អត់ចេះធ្វើតាមនោះទេសូម្បីតែពាក្យសាមញ្ញដែលគេណែនាំឲ្យគាត់ធ្វើនឹងគឺគាត់ធ្វើតាមអត់បានទេឧទាហរណ៍ឪពុកម្ដាយប្រាប់ឲ្យគាត់ទៅយកកន្សែងប៉ុន្តែគាត់នៅស្ងៀមគាត់អត់ដើរទៅយកកន្សែងទេគាត់នៅស្ងៀមពីព្រោះគាត់អត់យល់ថាយើងប្រើឲ្យគាត់ធ្វើអ្វីនោះទេចំពោះកុមារអាយុ24ខែវិញកុមារគាត់អត់ចេះចង្អុលបង្ហាញនៅគ្រប់ផ្នែករាងកាយរបស់គាត់ដូចជាភ្នែកមាត់ច្រមុះសក់នៅពេលដែលយើងសួរថាមាត់ភ្នែកច្រមុះដៃជើងឯនៅតាណាគឺគាត់អត់ដឹងសរីរាង្គលើខ្លួនគាត់ទាំងអស់ហើយគាត់អត់ចេះបង្ហាញប្រាប់ថានេះគឺជាច្រមុះនេះគឺជាសក់ទេឬក៏នៅពេលសួរគឺគាត់អត់ឆ្លើយគាត់តែងតែនៅស្ងៀមចំពោះកុមារអាយុ30ខែវិញកុមារគាត់អត់ចេះឆ្លើយតបមិនថាភាសានិយាយឬក៏ភាសាកាយវិការសូម្បីតែការងក់ក្បាលបញ្ជាក់ថាគាត់យល់ព្រមឬក៏កវីក្បាលបញ្ជាក់ថាគាត់មិនយល់ព្រមឬក៏ការឆ្លើយតបដោយការនិយាយលឺហ្នឹងគឺគាត់អត់តន់ចេះធ្វើទេឧទាហរណ៍ឪពុកម្ដាយសួរគាត់ថាតើកូនចង់ញ៉ាំទឹកដោះគោមែនឬទេអញ្ចឹងនៅពេលដែលឪពុកម្ដាយសួរសំណួរថាតើចង់ញ៉ាំទឹកដោះគោដែរឬទេហ្នឹងគឺគាត់អត់ចេះឆ្លើយមកវិញទេហើយតាមរយៈការឆ្លើយភាសាកាយវិការតាមរយៈងក់ក្បាលគឺបានន័យថាគាត់ចង់ញ៉ាំបើកវីក្បាលបានគាត់ថាអត់ចង់ញ៉ាំហើយនិយាយចេញសលេងថាបាទឬក៏ចាស់ហ្នឹងក៏គាត់អត់ទាន់ចេះឆ្លើយដែរតកតងជាមួយនឹង expressive languages delay វិញគឺសមត្ថភាពរបស់កុមារក្នុងការប្រើប្រាស់ភាសាឬក៏ក្នុងការនិយាយភាសាឆ្លើយតបមកវិញចំពោះកុមារអាយុ12ខែគឺគាត់អត់ទាន់ចេះនិយាយសូម្បីតែមួយម៉ាត់នៅពាក្យសាមញ្ញបំផុតហ្នឹងគាត់អត់ទាន់ចេះនិយាយទេហើយចំណែកកុមារអាយុ15ខែវិញក៏គាត់នៅតែអត់ទាន់ចេះនិយាយពាក្យសូម្បីតែមួយម៉ាត់ទៅពីរម៉ាត់ដែរដូចនិយាយប៉ាឬក៏ម៉ាក់ហ្នឹងគឺគាត់អត់ទាន់ចេះនិយាយទេចំណែកកុមារអាយុ18ខែវិញគឺគាត់អត់ដឹងថាឪពុកម្ដាយឈ្មោះអីផងបើសិនបើយើងឲ្យគាត់និយាយឬសួរគាត់បើសិនបើយើងសួរគាត់ថាប៉ាម៉ាក់ឈ្មោះអីគឺគាត់អត់ទាន់ចេះហៅឈ្មោះប៉ាម៉ាក់របស់គាត់ទេចំណែកកុមារអាយុ24ខែវិញគឺកុមារអត់ទាន់ស្គាល់ពាក្យបានច្រើនទេជាទូទៅប្រសិនបើកុមារគាត់យល់ក្នុងការប្រើប្រាស់ភាសាឬក៏គាត់យល់ក្នុងការឆ្លើយតបគឺគាត់នៅពេលអាយុបាន24ខែយ៉ាងហោចណាស់ក៏គាត់ស្គាល់បានច្រើនបំផុតក៏25ពាក្យដែរតើតើជាមួយនឹងកុមារអាយុ30ខែវិញកុមារអត់ទាន់ចេះនិយាយពាក្យ
កុមារអត់តន់ចេះនិយាយជា clear ឬក៏ប្រើពាក្យពីរបីពាក្យបញ្ចូលគ្នាបានជាប្រយោគមួយគឺគាត់អត់តន់ចេះនិយាយទេឧទាហរណ៍ប៉ាប៉ាម៉ាក់អូនចង់ញ៉ាំឬក៏ប៉ាប៉ាម៉ាក់អូនចង់ទៅនេះគឺគាត់អត់តន់ចេះបញ្ចូលពាក្យចូលគ្នាចំណែកកុមារអាយុ36ខែវិញគឺស្មើនឹង3ឆ្នាំគឺកុមារអត់តន់ចេះអានអត់តន់ចេះសរសេរហើយនៅពេលដែលគាត់ចង់សួរឆ្ងល់អីមួយគាត់អត់តន់ចេះបង្កើតជាសំណួរមកសួរមកយើងទេគឺគាត់អត់តន់ចេះទាំងអស់ជាទូទៅបើសិនបើកុមារដែលគាត់យល់ក្នុងការប្រើប្រាស់ភាសាឬក៏គាត់យល់ក្នុងការឆ្លើយតបក្នុងការនិយាយបងប្អូនដែលមានកូនទូទៅឃើញជិះនៅក្នុងឡាននៅពេលដែលគាត់អាយុ3ឆ្នាំហ្នឹងគាត់កូនក្មេងចូលចិត្តជិះនៅកណ្ដាលអាកណ្ដាលចន្លោះអ្នកបើកហើយនឹងអ្នកអង្គុយខាងមុខហ្នឹងនៅពេលដែលគាត់ជិះតាមផ្លូវគាត់សួរអត់ឈប់សួរនេះសួរនោះសួររហូតដល់ឪពុកម្ដាយធុញអញ្ចឹងបើសិនជាកូនរបស់បងប្អូនអត់ទាន់ចេះសួរសំណួរសាមញ្ញដែលគាត់មើលទៅឃើញនៅអាយុ3ឆ្នាំបានន័យថាគាត់មានការយឺតយ៉ាវភាសាសរុបសេចក្តីមកវិញតកតងជាមួយនឹងកុមារដែលមានការយឺតយ៉ាវភាសាគឺគេគិតទៅលើកត្តាពីរធំទី1គេថា receptive language delay គឺតកតងជាមួយនឹងសមត្ថភាពនៅក្នុងការយល់ភាសាហ្នឹងគឺវាយឺតយ៉ាវមិនសមស្របទៅតាមអាយុទី2គឺគេគិតទៅលើគេថា expressive language delay បានន័យថាសមត្ថភាពក្នុងការប្រើប្រាស់ភាសានិយាយរបស់គាត់ហ្នឹងគឺវាអត់សមស្របទៅតាមអាយុដែរដូច្នេះបើសិនបើកូនរបស់បងប្អូនចូលក្នុងលក្ខខណ្ឌទាំងពីរដែលនាងខ្ញុំបានរៀបរាប់ដូចខាងលើគឺគាត់អាចនឹងចូលនៅក្នុងលក្ខខណ្ឌគេថាតកតងជាមួយនឹងភាសាយឺតយ៉ាវដូច្នេះបើសិនបើកូនរបស់បងប្អូនមានលក្ខណៈបែបនេះសូមប្រញាប់នាំកូនទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីធ្វើការវិតម្លៃឲ្យបានទាន់ពេលវេលាជាចុងក្រោយនាងខ្ញុំសូមអរគុណចំពោះពុកម៉ែបងប្អូនដែលបានស្ដាប់វីដេអូរបស់នាងខ្ញុំតាំងពីដើមរហូតដល់ចប់